បើសិនជាក្មេងស្រីម្នាក់នៅតែអត់មករដូវត្រូវទៅរកមូលហេតុតើហេតុអីបានគាត់អត់មករដូវសហការផលិតដោយ My Cat Film ផ្ដល់ជូនសេវាកម្មផលិតវីដេអូនិងថតរូបគ្រប់ប្រភេទ DOTOP ជា clinic ដែលប្រមូលផ្ដុំដោយវិជ្ជបណ្ឌិតឯកទេសគ្រប់ផ្នែកដូចជាសម្ភពនិងរោគស្ត្រីមហារីកមាត់ស្បូនមហារីកដោះរោគបុរសតម្រងនោមវះកាត់ចោះវះកាត់ទូទៅចាក់វ៉ាក់សាំងតាមស្តង់ដារជាតិនិងអន្តរជាតិជាមួយនឹងវិជ្ជបណ្ឌិតដែលមានបទពិសោធន៍ជាច្រើនឆ្នាំនិងបញ្ចប់ការសិក្សាមកពីបរទេសទីតាំងចូលតាមជ្រុងមណ្ឌលសុខភាពស្ទឹងមានជ័យចម្ងាយ20ម៉ែត្រជាប់របងសាលាបឋមសិក្សាស្ទឹងមានជ័យទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ085 568 926និង016 568 926តាក់ទងជាមួយនឹងខ្ញុំអាយុដល់រយៈ14 15 16 18នៅតែអត់មករដូវទៀតគឺមានបញ្ហាទៅលើសុខភាពព្រោះធម្មតាអាយុជាទូទៅទូទាំងពិភពលោកតែម្ដងការមករដូវត្រូវអាយុលើសពី12ឆ្នាំកន្លះចាប់ផ្ដើមមករដូវហើយកាលណាដល់14 15ឆ្នាំអត់មករដូវគេហៅថា primary amenorrhea បើសិនជាក្មេងស្រីម្នាក់នៅតែអត់មករដូវត្រូវទៅរកមូលហេតុតើហេតុអីបានគាត់អត់មករដូវព្រោះការអត់មករដូវរបស់គាត់អាចមានបញ្ហាប៉ះពាល់ជាមួយនឹងសុខភាពរបស់គាត់ទី1ថាតើគាត់អត់មករដូវដោយសារតែគាត់មានបញ្ហា chromosome genetic ដែលគាត់តាំងពីកំណើតមកធ្វើឲ្យស្បូនរបស់គាត់ទូចគាត់អត់មានសហុនទ្វារមាសទៅពេញមេជីវិតញីរបស់គាត់លូតលាស់អត់បានល្អឬមួយក៏គាត់ស្ទះនៅនឹងសន្ទះនៃទ្វារមាសរបស់គាត់ធ្វើឲ្យគាត់អត់មករដូវមួយទៀតតើគាត់មានបញ្ហានៅនឹងខួរក្បាលនេះដែលវាបាត់អាសំណុំខួរក្បាលមួយធ្វើឲ្យអត់បញ្ចេញអុកម៉ូនធ្វើឲ្យភ្ញូចឲ្យមានការមករដូវអុកម៉ូនហ្នឹងមិនមែនពាក់ព័ន្ធតែទៅលើខួរក្បាលរបស់គាត់ក្នុងការមករដូវវាពាក់ព័ន្ធដល់ទៅការលូតលាស់នៅសរីរាង្គផ្សេងទៀតដូចជាពកកដូចជាអីហ្នឹងក៏ធ្វើឲ្យគាត់មានបញ្ហាអត់មករដូវដែរបន្ទាប់ពីមើលបញ្ហាអុកម៉ូនហ្នឹងហើយយើងត្រូវមើលថាតើគាត់ធ្លាប់ឆ្លងកាត់ការព្យាបាលគីមីឬមួយក៏គាត់ឆ្លងកាត់ការព្យាបាលជំងឺធ្ងន់ណាមួយដែលគាត់ធ្លាប់ឈឺធ្ងន់ហើយចឹងទៅគាត់អត់មករដូវលក្ខខណ្ឌមួយទៀតឥឡូវនេះគឺទៅលើអ្នកដែលគាត់ចូលចិត្តហាត់ប្រាណកម្រិតធ្ងន់ជាពិសេសគេហៅថាអ្នកអាត្លេតិកអ្នកដែលបងប្អូនកីឡាករណីដែលគាត់ហាត់ប្រាណលើសកំណត់អីហ្នឹងក៏អាចធ្វើឲ្យគាត់អត់មករដូវដែរក្នុងករណីហ្នឹងយើងត្រូវរកមើលមូលហេតុឲ្យអស់ហើយបន្ទាប់មកទើបយើងធ្វើការព្យាបាលតាមលក្ខខណ្ឌជាក់ស្ដែងព្រោះអីបើសិនជាគាត់អត់មករដូវដោយសារតែមាត់ស្បូនរបស់គាត់ស្ទះហើយសន្ទះព្រហ្មចារីរបស់គាត់បិទជិតឈឹងអត់អាចឲ្យគាត់នឹងហូរឈាមរដូវមកឯងអញ្ចឹងអានេះព្យាបាលដោយការវះកាត់ផ្ទុយទៅវិញបើសិនជាការអត់មករដូវរបស់គាត់ដោយសារតែការលើសនៅពួកអរម៉ូនពួកប្រូឡាទីនមានជំងឺ PCOS ឬមួយក៏មានការផលិតនៅអរម៉ូន TSH កើនឡើងមានអរម៉ូនពកករបស់គាត់កើនឡើងអាហ្នឹងការព្យាបាលដោយសារពពួកថ្នាំផ្សេងឬមួយក៏ការអត់មករដូវរបស់គាត់ដោយសារមានបញ្ហាដុំសាច់នៅខួរក្បាលយើងទៅធ្វើការវះកាត់ផ្សេងពាក់ព័ន្ធជាមួយក្មេងស្រីៗដែលគាត់អត់មករដូវគាត់ត្រូវតែទៅរកគ្រូពេទ្យឯកទេសជំនាញខាងផ្នែករោគស្ត្រីដើម្បីឲ្យខាងយើងមានការវាយតម្លៃមិនមែនមកដល់មើលតែឈាមធ្វើតែអេកូទេគឺយើងត្រូវវាយតម្លៃថាតើអ្នកទាំងអស់គ្នាមានការរីកលូតលាស់ទៅលើការកម្ពស់យើងមិនឆ្អឹងដៃយើងលូតលាស់ស្អាតប្រមាណទៅតាមអាយុអត់យើងមានដោះរោមយើងមានឡើងដោះតើមានសញ្ញានៃការបញ្ចេញអរម៉ូនយើងបានត្រឹមត្រូវអត់ហើយបន្ទាប់មកទៀតទើបគេពិនិត្យថាតើសរីរាង្គប្រដាប់ភេទរបស់យើងមានការរីកលូតលាស់ទៅតាមសរីរាង្គរបស់ក្មេងស្រីដែរទេមានបញ្ហាអរម៉ូនអីដែរទេលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាពេលដែលមានបញ្ហាអត់មករដូវអាយុ14 15 16ឆ្នាំហើយនឹងត្រូវទៅរកពេទ្យព្រោះអីក្នុងនោះក៏មានជំងឺក្រូម៉ូសូមដែលយើងត្រូវមើលឲ្យបានទាន់ពេលវេលាផងដែរចា៎សូមអរគុណសហការផលិតដោយ My Cat Film ផ្ដល់ជូនសេវាកម្មផលិតវីដេអូនិងថតរូបគ្រប់ប្រភេទ DOTOP ជា clinic ដែលប្រមូលផ្ដុំដោយវិជ្ជបណ្ឌិតឯកទេសគ្រប់ផ្នែកដូចជាសម្ភពនិងរោគស្ត្រីមហារីកមាត់ស្បូនមហារីកដោះរោគបុរសតម្រងនោមវះកាត់ចោះវះកាត់ទូទៅចាក់វ៉ាក់សាំងតាមស្តង់ដារជាតិនិងអន្តរជាតិជាមួយនឹងវិជ្ជបណ្ឌិតដែលមានបទពិសោធន៍ជាច្រើនឆ្នាំនិងបញ្ចប់ការសិក្សាមកពីបរទេសទីតាំងចូលតាមជ្រុងមណ្ឌលសុខភាពស្ទឹងមានជ័យចម្ងាយ20ម៉ែត្រជាប់របងសាលាបឋមសិក្សាស្ទឹងមានជ័យទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ085 568 926និង016 568 926